បាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាដងទន្លេដែលទន្លេនេះគេហៅថាទន្លេតូចហើយនៅជាប់នឹងដងទន្លេនេះក៏មានទីអារាមមួយដែលមានឈ្មោះថាវត្តបន្លិចប្រាសាទដែលស្ថិតនៅក្នុងស្រុកពាមរខេត្តព្រៃវែងឃុំបន្លិចប្រាសាទហើយនេះគឺជាទេសភាពនៃវត្តបន្លិចប្រាសាទនៃទីធ្លាវត្តដើមឈើត្រឈុំត្រឆៃគឺជាម្លប់ត្រជាក់ល្អណាស់មានរៀបចំដោយបង់អង្រឹងនៅតាមដើមឈើគឺពិតជាស្រស់ស្រាយមែនទែនពេលមកដល់កន្លែងនេះបងប្អូនបាទហើយវត្តនេះផងដែរគឺជាជំរំនៃទឹកងមួយដែលល្បីឈ្មោះដែរបងប្អូនគឺប្រាសាទសជ័យបារមីស្ទាំងនោះស្ទាំងមាសនោះហើយគឺជារោងទូកតែរៀងឆ្ងាយបន្តិចបងប្អូនមើលទូកមិនទាន់ទៅច្បាស់ទេចាំខ្ញុំនឹងព្យាយាមដើរទៅជិតបន្តិចបាទបងប្អូននេះហើយគឺជាទូកដែលមានព្រះនាមថាប្រាសាទសជ័យបារមីស្ទាំងមាសបងប្អូននៅក្នុងរោងនេះគឺមានដល់ទៅ2គ្រឿងពិតជាស្រស់ស្អាតខ្លាំងណាស់មានវែងមានខ្លីបងប្អូនបាទនេះគឺជាទូកប្រាសាទសជ័យបារមីស្ទាំងមាសដេកកណ្ដោកយ៉ាងស្រស់ស្អាតតែម្ដងនៅក្នុងរោងជ័យនេះនេះហើយបងប្អូននេះគឺជាផ្នែកខាងក្បាលទូកដែលមានដាក់តាំងខ្លោះតាំងអីពីលើនេះហើយនេះគឺជាព្រះនាមរបស់ទូកទាំងពីរតែម្ដងបងប្អូននេះហើយខាងក្រោយនោះគឺជារូបប្រាសាទព្រះវិហារដែលសល់តាំងពីសម័យមុនមកដូចជាមានអាយុកាលយូរហើយបើតាមដែលដឹងដូចជាជាង100ឆ្នាំហើយនោះគឺជាកំពូលព្រះវិហារអូបងប្អូនកលេចទៅមើលខាងនោះគឺមានទូកមួយទៀតដែលទើបតែសាងសង់វ៉ាវបងប្អូនហើយគឺពិតជាស្រស់ស្អាតខ្លាំងណាស់ទូកនេះទើបតែសាងសង់ចិត្តរួចហើយបងប្អូនដូចជានៅតែខ្វះតែលាបថ្នាំនឹងឡើងគំនូទេអូទូកនេះមានឈ្មោះថាប្រាសាទសជ័យបារមីស្ទាំងមាសគឺជាទូកទី3ហើយដូច្នេះហើយទូកនេះហាក់ដូចជាវែងជាងទូក2ទៀតដែលនៅក្នុងរោងទូកនេះវែងណាស់មិនដឹងថាចំណុះប៉ុន្មានទេហើយបងប្អូននេះគឺជាព្រះវិហារចាស់ដែលខ្ញុំបាននិយាយមុននេះបន្តិចគឺដែលមានអាយុកាលជាង100ឆ្នាំមកហើយហើយទីធ្លាវត្តនេះគឺពិតជាត្រជាក់ណាស់បងប្អូនហើយមើលចុះសិតតែព្រៃព័ទ្ធជុំវិញទាំងអស់មិនមែនព្រៃស្តុកទេណាបងប្អូនគឺជាព្រៃដើមឈើទាលដើមកគីធំគឺជាកន្លែងដ៏ត្រជាក់ត្រជុំមែនតើបងប្អូនហើយស្រស់ស្អាតណាស់ជាប់ដងទន្លេតូចទៀតខ្យល់បក់រំភើយពិតជាត្រជាក់